ជំរាបសួរសួស្តីពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះជួបខ្ញុំទៀតហើយថ្ងៃនេះជាដំណើរកំសាន្តវគ្គ 2 ដែលខ្ញុំបានទៅលេងកពតហើយនេះពួកខ្ញុំបានចូលស្វាសាក្តាមទាំងអស់គ្នានិយាយពីហាក់គ្រឿងសមុទ្របោបែបគ្រប់មុខគ្រប់ម៉ាកទាំងអស់គ្នាហ្មងចូលទៅគឺខ្វាកខ្លាំងណាស់ហើយនៅចៃដន្យឲ្យខ្ញុំទៅនេះគឺគាត់ទៅដល់សាក្តាមហ្នឹងគឺភ្លៀងរត់តែបថោហ្មងណាហើយក៏មានកន្លែងដែលខ្ញុំនិយាយថាបានថតនេះនៅពេលរត់ចូលឡានហ្នឹងបានចូលឡានហើយសើមជោគក្បាលហ្នឹងឯងហើយនៅពេលដែលយើងទៅនេះយើងចេញពីទេសនៈដល់មកយើងទៅញ៉ាំបាយល្ងាចនៅកែបប៉ុន្តែយើងហ្នឹងហើយយើងទៅកែបតែយើងចូលសាក្តាមមកទិញនិយាយទៅទិញម្ហូបសិនហ្នឹងហើយដើម្បីញ៉ាំណាពួកខ្ញុំអត់ទៅទិញនៅកន្លែងគេឆាក់ផ្ទាល់ទេគឺខ្ញុំទិញនៅផ្សារហើយតែមកគេធ្វើហើយបាទខ្ញុំទៅញ៉ាំនៅកន្លែងកែបហ្នឹងហ្មងអ្នកនរគ្នានិយាយពីហាគ្រឿងសមុទ្រច្រើនណាស់ច្រើនខ្លាំងមែនតែនស្រស់ថ្មីហ្មងបន្ទាប់ពីពួកខ្ញុំរើសបានមួយសន្ទុះក្រោយមកមេឃក៏ចាប់ដើមភ្លៀងខ្លាំងខ្យល់ផងភ្លៀងផងនេះហើយជាកន្លែងដែលខ្ញុំបានរត់ចូលឡានឲ្យសក់ក្បាលសើមជោគអ្នកនរគ្នាសម័យមើលពាក់ឈុតសហើយរត់កាត់ភ្លៀងមិនកាត់ទឹកសមុទ្រឬកាត់ភ្លៀងតែម្ដងពេលដែលខ្ញុំដល់កែបហ្នឹងគឺដល់ឆ្នេរកែបហ្នឹងគឺវាបានរាំងទៅហើយតែក៏សំណាងដែរនិយាយទៅមានឧបសគ្គខ្លះក៏មាននិយាយទៅរឿងខ្លះក៏វាអាចលលូនទៅបានដែរដូចខ្ញុំនេះគឺមេឃភ្លៀងនៅពេលនៅសាក្តាមក៏ថាអាចលេងឆ្នេរបានដែរតែចុងក្រោយគឺមកដល់ឆ្នេរកែបគឺរាំងយើងអាចញ៉ាំអាហារពេលល្ងាចហ្នឹងគឺនៅមាត់ឆ្នេរហ្នឹងហ្មងនិយាយទៅខ្ញុំនេះហ្នឹងគឺខ្ញុំហូបនៅលើឆ្នេរហ្មងខ្ញុំហូបនៅលើកញ្ចក់ហើយស្រាប់ឆ្នេរហ្នឹងយើងជួលអាហ្នឹងគេហៅអីគេណោះស្អីគេអូយហៅឆាត់គេហៅឆាត់ហ្នឹងឯងហើយតុកមួយឆាត់មួយក៏ឲ្យ2តែ 20000 រៀលទេបងប្អូនតែពួកខ្ញុំទៅគ្នា10នាក់មែនតែដាក់តែម្ហូបហើយចូលញ៉ាំជុំគ្នាអញ្ចឹងទៅនិយាយទៅបដូរបរិយាកាសសบายយ៉ាងដែរហើយបើសិនតែមាននិយាយទៅដំណើរមិនប្រកាសទេថាវាអាចសบายរហូតទៅវាក៏จะមានរឿងខ្លះទាស់ស្ដីគ្នាអញ្ចឹងហើយតែហ្នឹងហើយយើងធ្វើចិត្តឲ្យសบายទៅពេលខ្លះនិយាយទៅមានរឿងហើយដល់ពេលប៉ះសម្ដីអ្នកលក់អ្នកទិញអ្នកលក់អីហ្នឹងជាមួយគ្នាប៉ុន្តែហ្នឹងហើយខ្ញុំក៏មានអារម្មណ៍ហាសบายដែរដល់ពេលទៅជាមួយអ្នកដែលគាត់ចិត្តធ្ងន់ណានិយាយទៅគឺគាត់សบายរហូតគាត់អត់ខ្វល់ទេដល់ពេលខ្លះគេស្ដីឲ្យគាត់មើលឲ្យសើចឲ្យក៏ដើរចេញទៅហ្នឹងហើយដំណើរកំសាន្តវគ្គទី 2 របស់ខ្ញុំនេះគឺពួកយើងញ៉ាំអាហារពេលល្ងាចហើយយើងបានថតលេងនៅឆ្នេរអង្គុយមើលអីនោះឯងហើយវីដេអូរបស់ខ្ញុំក៏មានតែប៉ុណ្្នឹងដែរប៉ុន្តែកុំភ្លេចទៅនៅមានវគ្គបន្តទៀតកុំភ្លេចជួបគ្នានៅវីដេអូក្រោយបាយ